បាទសួស្តីបងប្អូនថ្នាក់ទី5ទី6ទី7ទី8បាទថ្ងៃនេះយើងរៀនតាក់ទងជាមួយនឹងមូលដ្ឋានគ្រឹះហើយយើងតាក់ទងជាមួយនឹងការបូកដកគុណជាមួយនឹងចែកអញ្ចឹងយើងនិយាយតាក់ទងជាមួយប្រមាណវិធីចម្រុះហើយtrongចំណុចនេះដែរគឺវាមានវងកញ្ចក់ផងដែរអញ្ចឹងអ្វីដែលយើងចំណាំគឺនៅពេលមានវងកញ្ចក់យើងត្រូវតែកណនាចំនួននៅក្នុងវងកញ្ចក់ជាមុនសិនបាទបន្ទាប់មកយើងកណនាប្រមាណវិធីគុណឬចែកជាមុនបាទអញ្ចឹងយើងមើលលំហាត់ដែលខ្ញុំបានផ្ដល់ជូនបងប្អូនអរគ្នាបាទលំហាត់នេះគឺយើងមាន16ចែកនឹង4បូកកតាជាមួយនឹង5ដកជាមួយនឹង1ហើយគុណនឹង2បាទអញ្ចឹងតើចម្លើយរបស់វាស្មើនឹងប្រមាណយើងដោះស្រាយទាំងអស់គ្នាបាទជាដំបូងគឺយើងអាចគណនានៅក្នុងវងកញ្ចក់ជាមុនសិនអញ្ចឹងនេះក្នុងវងកញ្ចក់យើងឃើញថា5ដកជាមួយ1ស្មើប៉ុន្មានបាទ5ដក1គឺមានតម្លៃស្មើជាមួយនឹង4អញ្ចឹងកន្លែងហ្នឹងគឺស្មើ4ណាបាទអញ្ចឹងកន្លែងហ្នឹងគឺស្មើជាមួយនឹង4កន្លែងនេះ16ចែក4ស្មើប៉ុន្មាន16ចែក4 16ចែក4គឺស្មើជាមួយនឹង4អញ្ចឹងកន្លែងនេះគឺស្មើ4ដែរអញ្ចឹងយើងឃើញថាកាលណាវាមានជាប់សញ្ញាគុណយើងត្រូវយកអានេះមកគុណនឹង2សិនយើងអាចគណនាតាមលំដាប់លំដោយទេអញ្ចឹង4គុណនឹង2ស្មើប៉ុន្មាន8អញ្ចឹងបានន័យថាកន្លែងនេះ4គុណ2ស្មើនឹង8អញ្ចឹងចម្លើយរបស់យើងគឺយើងបាន4ហើយនេះសញ្ញាបូកបងប្អូនអរគ្នាបាទអញ្ចឹងបូកនឹង4គុណនឹង2គឺ8អញ្ចឹងយើងបាន4បូក8ស្មើប៉ុន្មាន4បូក8 4បូក8គឺមានតម្លៃស្មើ10 12បាទនេះគឺជាចម្លើយអញ្ចឹងយើងបន្តទៅលំហាត់មួយទៀតបាទដោយសារកាលណាយើងឃើញមានតែបូកជាមួយនឹងដកគឺយើងអាចគណនាពីឆ្វេងទៅស្ដាំបានធម្មតាប៉ុន្តែនៅពេលដែលយើងឃើញមានចែកហើយមានគុណហើយមានវងកញ្ចក់កាលណាឃើញវងកញ្ចក់ត្រូវគណនាក្នុងវងកញ្ចក់មុនបើតែយើងឃើញចែកឬក៏គុណយើងត្រូវគណនាវងកញ្ចក់ហើយបន្តមកគណនាចែកឬគុណឬចែកមុនបន្តមកទើបយើងគណនាពីឆ្វេងទៅស្ដាំបូកដកធម្មតាបាទអញ្ចឹងបងប្អូនអរគ្នាមើលកន្លែងនេះទៀតណាបាទខ្ញុំសូមគណនាលំហាត់ចុងក្រោយគេឲ្យបងប្អូនអរគ្នាមើលមួយបាទលំហាត់នេះដែរគឺយើងមាន3ដកជាមួយនឹងកតា33ដក3ហើយចែកជាមួយនឹង10បាទអញ្ចឹងយើងឃើញមានវងកញ្ចក់បាទយើងឃើញមានវងកញ្ចក់បាទនេះគឺជាវងកញ្ចក់អញ្ចឹងយើងត្រូវគណនានៅក្នុងវងកញ្ចក់ជាមុនសិនបាទតោះយើងចាប់ផ្ដើមគណនាក្នុងវងកញ្ចក់អញ្ចឹងយើងឃើញថា33ដកជាមួយ3ស្មើប៉ុន្មាន33ដកជាមួយ3អញ្ចឹងយើងទទួលបានចម្លើយស្មើ30បាទ30ហើយបន្ទាប់មកវាមានចែកទៀតនេះវាមានកន្លែងនេះគឺវាមានចែកអញ្ចឹងយើងត្រូវគណនាទៅលើប្រមាណវិធីចែកជាមុនសិនបាទទើបយើងអាចបូកឬដកជាក្រោយបាទអញ្ចឹងយើងយក30ចែកជាមួយ10 30ចែកជាមួយនឹង10ស្មើប៉ុន្មាន30ចែកនឹង10បាទ30ចែក10គឺយើងទទួលបានលទ្ធផល3អញ្ចឹងគឺថាបងប្អូនអរគ្នាចេះចែកហើយលេខប៉ុណ្ណឹងបាទអញ្ចឹងយើងបានលទ្ធផល3បាទដូចនេះយើងកន្លែង3នេះគឺយើងអត់មានពាក់ព័ន្ធទេយើងរក្សាវានៅដដែលយើងបាន3បាទដកជាមួយនឹង3បាទព្រោះអីកន្លែងនេះយើងទទួលបាន30ចែក10ស្មើនឹង3អញ្ចឹងយើងទទួល3ដក3គឺបានលទ្ធផលគឺ0បាទនេះគឺជាចម្លើយអញ្ចឹងសង្ឃឹមថាការដោះស្រាយទាំងអស់នេះគឺអាចឲ្យបងប្អូនដោះស្រាយលំហាត់ដែលសេសសល់នេះបានបាទលំហាត់ដែលសេសសល់នេះផងដែរបាទនិងលំហាត់មួយនេះគឺយើងសង្ឃឹមថាពួកយើងអាចដោះស្រាយបានទាំងអស់គ្នាបាទអរគុណច្រើនបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយទៀត